ពិតជាមិនសរសើរមិនបាននោះទេលោកប៉ៅងួនលីនិងភរិយារស់នៅសហរដ្ឋអាមេរិកក្រោយពេលឃើញការរំលោភបំពានពីកងទ័ពថៃម្ដងហើយម្ដងទៀតនិងព្យាយាមប្រើប្រាស់កម្លាំងប្រដាប់អាវុធរួមទាំងអាវុធគ្រប់ធននោះបានស្រោចមកលើប្រជាជនកម្ពុជាបណ្ដាលឲ្យប្រជាជនកម្ពុជារងទុក្ខនិងជំលះរត់ទីទួលសុវត្ថិភាពនៅក្នុងនោះផងដែរលោកប៉ៅងួនលីនិងភរិយារស់នៅសហរដ្ឋអាមេរិកបានប្រម៉ែប្រមូលជាធនធានផ្ទាល់ខ្លួននិងបងប្អូនប្រជាជនកម្ពុជាដែលរស់នៅសហរដ្ឋអាមេរិកបានប្រម៉ែប្រមូលជាថវិកាផ្ដល់ជាអំណោយតាមរយៈលោកស៊ុយឈៀងបានយកអំណោយដល់សប្បុរសធម៌ទាំងអស់នេះយកទៅចែកជូនបងប្អូនភាសិកដែលនៅទីតាំងវត្តមនាងសិលាស្ថិតនៅភូមិមនាងសិលាឃុំបឹងព្រាវស្រុកស្រែអំបិលខេត្តកោះកុងក្នុងនោះក្រោមការសម្របសម្រួលពីលោកស្រីជំទុកឃុំទី1រួមទាំងការយកចិត្តទុកដាក់ពីអាជ្ញាធរលោកគ្រូពេទ្យអ្នកគ្រូពេទ្យនៅព្រឹកថ្ងៃទី20ខែធ្នូឆ្នាំ2025នេះអំណោយសប្បុរសធម៌របស់បងប្អូននៅក្រៅស្រុកនិងក្នុងស្រុករួមរីនាមមានឈ្មោះដូចតទៅ1លោកប៉ៅងួនលីនិងលោកស្រីលីលីរស់នៅសហរដ្ឋអាមេរិក2លោកសុកបញ្ញារស់នៅសហរដ្ឋអាមេរិក3លោកអោសូណានិងលោកស្រីមេតៃរស់នៅសហរដ្ឋអាមេរិក4លោកឡាយមេងហួតរស់នៅសហរដ្ឋអាមេរិក5អ្នកស្រីសៀវសុផាលីរស់នៅសហរដ្ឋអាមេរិកលេខរៀងទី6លោកស្រីអាវទៀងរស់នៅសហរដ្ឋអាមេរិកលេខរៀងទី7លោកហេងស្រុនលឹមរស់នៅសហរដ្ឋអាមេរិកលេខរៀងទី8លោកនុនសុកហេងលីរស់នៅសហរដ្ឋអាមេរិកលេខរៀងទី9លោកហេងលឹមរស់នៅសហរដ្ឋអាមេរិកលេខរៀងទី10លោកពូតាយរស់នៅសហរដ្ឋអាមេរិកលេខរៀងទី11លោកហៅខាងលីរស់នៅសហរដ្ឋអាមេរិកលេខរៀងទី12លោកច័ន្ទហេងនិងលោកស្រីច័ន្ទតរស់នៅសហរដ្ឋអាមេរិកលេខរៀងទី13លោកតារានិងលោកស្រីវតីរស់នៅសហរដ្ឋអាមេរិកលេខរៀងទី14លោកលឹមថមមីនិងលោកស្រីអៀងករស់នៅសហរដ្ឋអាមេរិកលេខរៀងទី15អ្នកស្រីសៀវលេងរស់នៅសហរដ្ឋអាមេរិកលេខរៀងទី16លោករស់សេងតារារស់នៅសហរដ្ឋអាមេរិកលេខរៀងទី17លោកអោសូនីនិងលោកស្រីស៊ុនម៉ូនីដារស់នៅសហរដ្ឋអាមេរិកលេខរៀងទី19អ្នកស្រីអោសារ៉ុំរស់នៅសហរដ្ឋអាមេរិកលេខរៀងទី20អ្នកស្រីបផារស់នៅសហរដ្ឋអាមេរិកលេខរៀងទី